ការប្រើប្រាស់ជីវិតនៅក្នុងសង្គមនៅលើផែនដីនេះរមែងតែងតែមានការប្រស្រ័យទាក់ទងគ្នារមែងតែងតែមានការទំនាក់ទំនងគ្នារមែងតែងតែមានការចែករំលែកគ្នាទៅវិញទៅមកជារឿងធម្មតាពីព្រោះថានៅក្នុងសង្គមនេះมันមានបុគ្គលណាដែលរស់នៅតែឯងឬក៏ផ្ដាច់ការតាក់ទងជាមួយនឹងបុគ្គលដទៃអាចរស់នៅបានដោយស្រួលនោះទេគឺតែងតែមានផលលំបាកជាក់ជាមិនខានបើមិនច្រើនក៏តិចបើមិនតិចក៏ច្រើននោះដែរហើយដូច្នេះបុគ្គលម្នាក់គឺត្រូវតែមានការប្រស្រ័យទាក់ទងគ្នាជារឿងធម្មតាមានការទំនាក់ទំនងគ្នាជារឿងធម្មតាមានការចែករំលែកគ្នាទៅវិញទៅមកក៏ជារឿងធម្មតាដែរពោលគឺត្រូវតែមានការជាប់ទាក់ទងគ្នាមិនមានបុគ្គលណាដែលរស់នៅតែឯងឬក៏ផ្ដាច់ការតាក់ទងពីបុគ្គលដទៃរស់នៅដោយភាពងាយស្រួលដោយភាពរីករាយសប្បាយសប្បាយនោះក៏ទេដែរហើយដូច្នេះនៅក្នុងព្រះពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធទ្រង់បែងចែកពីការភ្ជាប់ទំនាក់ទំនងឬក៏ការទំនាក់ទំនងឬក៏ការចែករំលែកគ្នាទៅវិញទៅមកមាន3ពួក3ប្រភេទដែលយើងអាចជ្រើសរើសធ្វើបានហើយទាំង3ប្រភេទនេះបើសិនជាបុគ្គលម្នាក់អាចធ្វើបានទាំង3ក៏កាន់តែប្រសើរតែបើសិនជាមិនធ្វើបានគ្រប់ទាំង3ប្រភេទនេះឲ្យបោះបង់ឬក៏លះបង់ចោលប្រភេទណាធ្វើប្រភេទណានោះក៏ទេដែរពោលគឺយើងត្រូវតែព្យាយាមបំពេញឲ្យបាននៅប្រភេទទាំង3នេះមួយគឺអាមិសទានបើយើងអាចចែករំលែកជាអាមិសទានបានក៏យើងចែករំលែកទៅទី2នោះគឺធម្មទានបើយើងអាចចែករំលែកជាធម្មទានបានក៏យើងចែករំលែកជាធម្មទានអីចឹងទៅប្រភេទទី3គឺអភ័យទានបើយើងអាចចែករំលែកជាអភ័យទានបានក៏យើងចែករំលែកជាអភ័យទានទៅក្នុងបណ្ដាទានទាំង3ប្រភេទនេះបុគ្គលម្នាក់គឺត្រូវបំពេញឲ្យបានស្មើភាពគ្នាក៏ប៉ុន្តែគ្រាន់តែថាចរិតនិស្ស័យឬក៏សេចក្តីអធ្យាស្រ័យរបស់បុគ្គលម្នាក់គឺมันអាចបំពេញបានដោយស្មើភាពគ្នានោះក៏ទេដែរបុគ្គលខ្លះធ្ងន់ដោយការចែកជាអាមិសទានចឹងទៅគេក៏ធ្វើតែជាអាមិសទានប៉ុន្តែធម្មទាននិងអភ័យទានគេមិនធ្ងន់នៅក្នុងទានទាំងពីរនេះមិនមែនថាគេលះបង់ឬក៏ទាត់ចោលនោះក៏មិនមែនដែរពោលគឺគ្រាន់តែថាគេមានសេចក្តីធ្ងន់នៅក្នុងអាមិសទានចឹងទៅគេក៏ធ្វើជាអាមិសទានចឹងទៅបុគ្គលខ្លះទៀតគេធ្ងន់នៅក្នុងធម្មទានចិត្តចែករំលែកនៅក្នុងធម្មទានឲ្យចំណេះចេះដឹងផ្ដល់នៅការត្រិះរិះពិចារណាឲ្យដល់អ្នកដទៃក៏គេធ្ងន់នៅក្នុងធម្មទានចឹងទៅក៏គេចែកជាធម្មទានអញ្ចឹងទៅហើយបុគ្គលខ្លះទៀតមានសេចក្តីធ្ងន់នៅក្នុងអភ័យទានក៏គេចែករំលែកជាអភ័យទានចឹងទៅដូច្នេះក្នុងបណ្ដាទានទាំង3ប្រភេទនេះបើសិនជាបុគ្គលណាអាចបំពេញបានស្មើភាពគ្នាទាំង3នេះក៏កាន់តែប្រសើរពីព្រោះថាសុទ្ធតែជាសេចក្តីសំខាន់ទាំងអស់ក្នុងបណ្ដាទានទាំង3ប្រភេទនេះ